ជីវិតកូនថ្លៃកូនត្រូវតែរស់បន្តកូនអើយម៉ែចង់ប្រាប់កូនថាជីវិតរបស់កូនគឺពិតជាមានតម្លៃណាស់សម្រាប់ម៉ែដូច្នេះមុននឹងកូនគិតចង់ធ្វើបាបខ្លួនឯងកូនត្រូវគិតដល់បេះដូងរបស់ម៉ែផងព្រោះកូនគឺជាបេះដូងនិងជាថ្លើមប្រមាត់របស់ម៉ែបើកូនមានរឿងអ្វីកូនគិតទៅមើលថាជីវិតម៉ែអាចរស់នៅបានសុខទេព្រោះកាលណាកូនខូចចិត្តម៉ែក៏ខូចចិត្តកូនឈឺម៉ែក៏ឈឺមិនខុសពីកូនឡើយនៅពេលដែលកូនមានបញ្ហាអ្វីមួយនៅក្នុងជីវិតមនុស្សដែលកូនត្រូវគិតមុនគេគឺម៉ែកូនអាចនិយាយប្រាប់ម៉ែបានហើយម៉ែនឹងព្យាយាមជួយដោះស្រាយបញ្ហាឲ្យកូនកូនកុំលាក់ទុកក្នុងចិត្តម្នាក់ឯងអីម៉ែដឹងថាកូនខ្លាចម៉ែបារម្ភខ្លាចម៉ែគិតច្រើននិងខ្លាចម៉ែពិបាកចិត្តតែបើសិនជាកូនមិនប្រាប់ឲ្យម៉ែបានដឹងកូនលាក់ទុកសំងំឈឺចិត្តតែម្នាក់ឯងរហូតដល់កូនធ្វើបាបខ្លួនឯងលែងចង់រស់តទៅទៀតបើកូនកើតអីជីវិតរបស់ម៉ែក៏ពិបាកនឹងរស់នៅដែរមនុស្សដែលកូនស្រឡាញ់គេក្បត់កូនគេមិនស្មោះជាមួយនឹងកូនគេឈប់ស្រឡាញ់កូនគេបោះបង់កូនចោលគេមិនឲ្យតម្លៃកូនគេធ្វើឲ្យកូនខូចចិត្តកូនគួរកុំធ្វើបែបខ្លួនឯងអីកូនត្រូវដឹងថាកូននៅមានម៉ែដែលស្រឡាញ់កូននៅមានម៉ែដែលស្មោះជាមួយនឹងកូននឹងនៅមានម៉ែដែលមិនធ្លាប់គិតបោះបង់កូនចោលម្ដងណាឡើយម៉ែនៅខាងកូនជានិច្ចជីវិតរបស់កូនគឺមានតម្លៃណាស់ដូច្នេះកូនត្រូវតែរស់នៅតទៅមុខទៀតណាកូនកូនកុំកើតទុក្ខព្រោះតែគេមិនឲ្យតម្លៃកូនតែកូនត្រូវគិតថាតើកូនមានតម្លៃដែលគេត្រូវឲ្យដែរឬទេ